សម្រាប់ម៉ូតសក់បើសិនជាយើងជ្រើសរើសឲ្យត្រូវនឹងទម្រង់បាទកាត់ចេញមកគឺស្អាតតែម្ដងហើយសក់បងប្រុសនេះដើមឡើយគាត់កាត់តាធម្មតាទេបាទហើយនៅពេលដែលកាត់នៅកន្លែងខ្ញុំជ្រើសរើសបាទជ្រើសរើសកាត់ឲ្យសមនឹងប្រកេះគាត់ទៅបាទព្រោះដោយសារតែកគាត់នឹងវែងដែរអញ្ចឹងទៅយើងជ្រើសរើសម៉ូត high taper ឬក៏ low taper អីហ្នឹងទៅបាទម៉ូតដែលខ្ញុំកំពុងកាន់នេះគឺ mid បងប្អូនណាបាទដោយសារតែយើងលើកយ៉ាងខ្ពស់ដែរដោយសារតែកគាត់បើសិនតែនិយាយថាlow ក៏ត្រូវដែរព្រោះកគាត់វែងណាព្រោះកន្លែងដែលយើងលើកហ្នឹងគឺវាជិតខាងក្រោមលើកជាវាពាក់កណ្ដាលលើកជាអញ្ចឹងយើងហៅ low ហៅ mid ក៏បានដែរអញ្ចឹងបងប្អូនដែលស្រឡាញ់ម៉ូតសក់ប្រភេទបែបហ្នឹងបាទអាចមករកទីតាំងរបស់យើងបានហើយសម្រាប់សិស្សសាលាគឺម៉ូតនេះគឺពេញនិយមពេញ trend មែនតើព្រោះដោយសារឥឡូវគ្រូគាត់ឲ្យយើងកាត់ច្រើនព្រោះអត់ឲ្យយើងទុកសក់ហួសអញ្ចើមទេបាទហួសអញ្ចើមទេបើសិនជាយើងទុកលើអញ្ចើមបាទលើអញ្ចើមលើថ្ងាសតិចតួចអូខេតែម្ដងបាទស្អាតហើយយើងជ្រើសរើសបើសិនជាទុកលើអញ្ចើមតិចពេលណាតម្លាក់សក់ Pro V គឺលែងទៅហើយបាទអញ្ចឹងគឺមានតែកាត់mid taper low taper high fat បាទ mode crop អីហ្នឹងបាទនឹងអាចទៅរួចហើយអាស្រ័យលើជាងឆ្នៃដែរម៉ូតសក់ណាបើសិនជាបងប្អូនពេញចិត្តនៃការធ្វើវីដេអូម៉ូតសក់ចែករំលែកឬក៏ម៉ូតសក់អ្វីដែលថ្មីបាទបងប្អូនមើលប្រកេះខ្លួនឯងដែរថាទៅមើលទៅវាហង្សមអីចឹងណាបាទបងប្អូនមើលទៅយើងសមបងប្អូនគិតថាស្អាត share ទុកឬក៏ share ទុកម្នាក់មួយទៅបាទហើយវីដេអូនេះយើងចែករំលែកជូនបងប្អូនឲ្យបានមើលបាទថាយើងធ្វើអញ្ចឹងចឹងនិយាយថាយើងកាត់ម៉ូតអញ្ចឹងទៅវាសមនឹងប្រកេះភ្ញៀវអត់ស្អាតអត់អីអត់អញ្ចឹងបងប្អូនជ្រើសរើសទៅថាម៉ូតសក់នេះគឺស្អាតទេបាទហើយបាទអធិស្ឋានដល់មេសំផុំហ្មងបាទទឹកដៃនៅមានកម្រិតអញ្ចឹងណាបាទសូមមេត្តាអធិស្ឋានបើសិនឲ្យ professional មែនតើគឺកាត់អត់បានដូចទេបាទឲ្យស្តៀងគឺអាចធ្វើបានណាបងប្អូនបាទហើយសមត្ថភាពយើងគឺនៅមានកម្រិតទៀតនៅបន្ថែមគេហៅបន្ថែមការសិក្សាបន្ថែមទៀតអញ្ចឹងណាបងប្អូនណាបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបាទអរគុណច្រើនបើសិនជា